សូមជម្រាបសួរកូនជាទីស្រឡាញ់ទាំងអស់គ្នាតើនៅថ្ងៃនេះកូនសុខសប្បាយដែរឬទេតើកូនបានញ៉ាំអាហារពេលព្រឹកហើយឬនៅថ្ងៃនេះយើងនឹងទទួលអាហារខាងព្រលឹងវិញ្ញាណគឺយើងនឹងស្ដាប់អំពីព្រះបន្ទូលទ្រង់តើព្រះបន្ទូលទ្រង់នៅថ្ងៃនេះទ្រង់នឹងបង្រៀនអ្វីដល់កូនទាំងអស់គ្នាហើយកូននឹងរស់នៅដោយម្ដេចដើម្បីព្រះអង្គម្ចាស់ទ្រង់សពព្រះハរតីជំរុំកូនឥឡូវនេះសូមកូនបានទៅស្ដាប់ព្រះពរប្រចាំថ្ងៃជាមួយនឹងអ្នកគ្រូទាំងអស់គ្នាព្រះពរប្រចាំថ្ងៃទី27ខែមិនិនាចំណងជើងប្អូនជាមនុស្សអស្ចារ្យព្រះគម្ពីរទំនុកដំកើងជំពូកទី139ខទី14ទូបង្គំសូមលើកដំកើងព្រះអង្គត្បិតទូបង្គំជាស្នាព្រះហស្ថដ៏ល្អអស្ចារ្យទូបង្គំដឹងច្បាស់ថាអ្វីដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់ព្រះគម្ពីរទំនុកដំកើងជំពូកទី139ខទី14អាមែនតើប្អូនធ្លាប់គិតឬទេថាប្អូនមានជើងធំពេកឬភ្នែកពណ៌បៃតងពេកឬស្បែកមានអាចរុយច្រើនពេកការពិតព្រះជាម្ចាស់ចង់ឲ្យយើងម្នាក់មានលក្ខណៈខុសពីគ្នាព្រះអង្គបង្កើតប្អូនមកមានលក្ខណៈត្រឹមត្រូវតាមការឆ្វេងយល់របស់ព្រះអង្គការព្រះជាម្ចាស់តូចមើលមកប្អូនព្រះអង្គមិនតូចឃើញជើងធំរបស់ប្អូនឬស្បែកមានអាចរុយទេព្រះអង្គតូចឃើញមនុស្សដែលព្រះអង្គស្រឡាញ់មនុស្សដែលព្រះអង្គគិតថាអស្ចារ្យអ្វីដែលខ្ញុំដឹងនោះជាការពិតព្រះជាម្ចាស់បង្កើតខ្ញុំមកជាមនុស្សពិសេសខ្ញុំជាមនុស្សអស្ចារ្យនិងគួរឲ្យភ្ញាក់ផ្អើលផងអាមែនអរគុណព្រះអង្គឥឡូវនេះសូមកូនបានសម្រុំចិត្តបិទភ្នែកហើយអធិដ្ឋានជាមួយនឹងអ្នកគ្រូព្រះយេស៊ូវគ្រីស្ទដែលគង់នៅឋានសួគ៌អរព្រះគុណដល់ព្រះអង្គសម្រាប់ព្រឹកថ្មីព្រះបន្ទូលថ្មីនៅថ្ងៃនេះហើយព្រះបន្ទូលទ្រង់នៅថ្ងៃនេះផងដែរគឺមានចំណងជើងថាប្អូនជាមនុស្សអស្ចារ្យព្រះអង្គអើយសូមឲ្យព្រឹកនេះកូនបានដឹងថាកូនទាំងអស់គ្នាគឺជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអង្គត្បិតព្រះអង្គទ្រង់គឺជាព្រះហើយទ្រង់បានបង្កើតកូនទាំងអស់គ្នាមកដោយស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះកូនម្នាក់ដូច្នេះហើយព្រះអង្គបានប្រទាននូវរូបរាងកាយដល់កូនទាំងអស់គ្នាឲ្យកូនមានលក្ខណៈខុសពីគ្នាទាំងពណ៌សម្បុរឬក៏មុខមាត់កូនមានលក្ខណៈខុសពីគ្នាផងដែរនេះហើយគឺជាសេចក្តីស្រឡាញ់របស់ទ្រង់ដែលព្រះអង្គមានចំពោះកូនព្រះអង្គអើយកូនសូមអរគុណទ្រង់កូនសូមថ្វាយការអធិដ្ឋាននៅថ្ងៃនេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន